តាអេរ៉ង់ដែលកំពុងស្ថិតនៅលើមាត់ជ្រោះមរណៈឈានទៅរកការដួលរលំឆាប់ៗដោយសារមហាបាតុកម្មមានប្រវត្តិសាស្ត្របែបណាហើយកាលពីមុនរុងរឿងកម្រិតណាប្រទេសអេរ៉ង់នៅពេលនេះកំពុងស្ថិតនៅលើមាត់ជ្រោះមរណៈហើយខណៈដែលប្រជាជនកំពុងងើបឡើងបះបោរទូទាំងប្រទេសចាប់តាំងពីចុងខែធ្នូឆ្នាំ2025ដើម្បីផ្លាស់ប្ដូររបបដឹកនាំផ្ដាច់ការរយៈពេលជិត50ឆ្នាំមកនេះក្រោមការដឹកនាំរបស់លោកអាយ៉ាតុលឡាអាលីខាមីនីហើយខណៈដែលមហាបាតុកម្មអមេរិកកាន់តែធំរដ្ឋាភិបាលក៏បង្កើនការបង្ក្រាបកាន់តែព្រៃផ្សៃទៅលើក្រុមបាតុករដោយគិតត្រឹមថ្ងៃច័ន្ទទី12ខែមករាឆ្នាំ2026មនុស្សបានស្លាប់រហូតដល់ទៅជាង500នាក់ហើយជាង16000នាក់ទៀតត្រូវបានចាប់ខ្លួនជាការពិតណាស់ប្រទេសអេរ៉ង់កំពុងស្ថិតនៅលើមាត់ជ្រោះមរណៈមែនទែនហើយក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគម្រាមថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ដើម្បីជួយសង្គ្រោះប្រជាជនអេរ៉ង់ហើយមិនថាតែមាត់លោកដូណាល់ត្រាំពេលនេះបានគម្រាមដំឡើងពន្ធ 25% លើបណ្ដាប្រទេសដែលនៅតែបន្តរកស៊ីជាមួយអេរ៉ង់ហើយនៅថ្ងៃអង្គារទី13ខែមករាឆ្នាំ2026នេះលោកដូណាល់ត្រាំនឹងកោះប្រជុំក្រុមទីប្រឹក្សាដើម្បីពិភាក្សាផែនការត្រៀមបើកការវាយប្រហារទៅលើអេរ៉ង់ដែលពិភពលោកកំពុងតែរងចាំតាមដានយ៉ាងយកចិត្តទុកដាក់តើអេរ៉ង់ដែលជិតឈានទៅរកការដួលរលំដោយសារមហាបាតុកម្មទូទាំងប្រទេសមានប្រវត្តិសាស្ត្របែបណាហើយការពីមុនរុងរឿងបែបណាទាក់ទិនបញ្ហានេះលោកម៉ៅវុធាដែលជាអ្នកចូលចិត្តស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយអន្តរជាតិបានសរសេរបង្ហោះលើគណនីរបស់លោកដោយសារស្ថានភាពមហាបាតុកម្មនៅឯប្រទេសអេរ៉ង់កាន់តែធ្ងន់ធ្ងរទៅរហូតមានអ្នកស្លាប់ជាង500នាក់ហើយនោះហើយអាចនឹងឈានទៅដល់ការផ្លាស់ប្ដូររបបពីសាធារណរដ្ឋអ៊ីស្លាមក៏អាចថាបានដូច្នេះហើយប៉ុន្មានថ្ងៃនេះខ្ញុំនឹងលើកយករឿងអេរ៉ង់មកនិយាយចែកជូនគ្នាស្ដាប់ក្រនកំសាន្តលេងផងនិងជាចំណេះដឹងទូទៅផងកាលណានិយាយអំពីអេរ៉ង់យើងអាចនឹកឃើញតែជាប្រទេសមួយដែលកាន់សាសនាអ៊ីស្លាមយ៉ាងតឹងរ៉ឹងប្រៀបបានជាបណ្ដាប្រទេសអារ៉ាប់ផ្សេងៗទៀតផងដែរប៉ុន្តែការពិតទៅដែនដីអេរ៉ង់មិនមែនមានអារ៉ាប់ទាំងស្រុងនោះទេតែជាអតីតចក្រភពដ៏រុងរឿងមួយនៅលើលោកនេះគឺអាណាចក្រពាក់ហើយតើបងប្អូនប្រិយមិត្តដឹងដែរឬទេប្រវត្តិសាស្ត្រជាង2000ឆ្នាំរបស់អាណាចក្រពាក់ត្រូវបានបញ្ចប់ដោយពិធីជប់លៀងមួយដែលគេដឹងថាជាពិធីជប់លៀងដ៏ថ្លៃនិងខ្ជះខ្ជាយលួចបំផុតក្នុងប្រវត្តិសាស្ត្រលោកមុនចូលទៅដល់រឿងទាំងនោះខ្ញុំសូមណែនាំឲ្យស្គាល់អំពីប្រទេសនេះជាមុនសិនទំនាក់ទំនងអេរ៉ង់អាណាចក្រពាក់ជាមួយកម្ពុជាសម្រាប់អ្នករៀនប្រវត្តិសាស្ត្រកាលណាគេនិយាយទៅដល់អាណាចក្រពាក់គឺអាចមានទំនាក់ទំនងជាមួយកម្ពុជាតាំងពីសម័យអាណាចក្រនគរភ្នំតាមរយៈភស្តុតាងជីកៈមានរូបដែលរកឃើញនៅកំពង់ផែអូកែវបច្ចុប្បន្ននៅដែនដីកម្ពុជាក្រោមប្រទេសវៀតណាមកំពង់ផែរបស់អាណាចក្រនគរភ្នំចូលមកដល់សម័យចេនឡាមានអ្នកសង្ស័យថាមានជនជាតិពាក់មានឥទ្ធិពលមកលើសង្គមខ្មែរផងដែរតាមរយៈចម្លាក់គូឌុចម្លាក់ជនបរទេសដែលមាននៅតាមប្រាសាទនៃក្រុមយាយព័ន្ធនៅសម្បូរព្រៃគុកចូលមកដល់សម័យក្រោយៗមកទៀតឥទ្ធិពលរបស់ពាក់មកដល់កម្ពុជាតាមរយៈការប្រើប្រាស់កម្រាលព្រំព្រោះថាព្រំដែលមានកម្រិតល្អប្រណិតគឺមកអំពីនគរពាក់ហើយនៅក្នុងវិស័យម្ហូបអាហារក៏យើងទទួលឥទ្ធិពលផងដែរពលគឺការប្រើប្រាស់គ្រឿងទេសនានាលក្ខនឹងលក្ខបើនិយាយអំពីវិស័យនយោបាយការទូតទំនើបវិញកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសអេរ៉ង់នៅក្នុងឆ្នាំ1992ហើយបច្ចុប្បន្ននេះក៏មានស្ថានទូតប្រចាំផងដែរតែនិវេសស្ថានទូតអេរ៉ង់ប្រចាំនៅកម្ពុជាមានទីតាំងនៅឯរដ្ឋធានីក្រុងហាណូយឯណោះវិញកាលប្រវត្តិសាស្ត្ររបស់ប្រទេសអេរ៉ង់ប្រមាណពីឆ្នាំ3200ដល់500មុនគ្រិស្តសករាជវត្តមាននៃក្រុងពួកអារ្យ័ននៅលើដែនដីប្រទេសអេរ៉ង់ពីឆ្នាំ550ដល់300មុនគ្រិស្តសករាជអាណាចក្រអេខាមេនីតត្រូវបានបង្កើតឡើងដោយមហារាជសៃរុសដោយមានរាជធានីតាំងនៅក្រុងពាក់សេប៉ូលីហើយក្នុងសម័យដែលរុងរឿងបំផុតនោះអាណាចក្រនេះគ្រប់គ្រងពីអេស៊ីបដល់ឥណ្ឌាឆ្នាំ330មុនគ្រិស្តសករាជមហារាជអាឡិចសាន់ដឺបានវាយយកបានអាណាចក្រអាខេមេនីតមកគ្រប់គ្រងពីឆ្នាំ312ដល់63មុនគ្រិស្តសករាជពួកជនជាតិក្រិកបានមកគ្រប់គ្រងតំបន់នេះហើយបង្កើតជារាជវង្សសេឡូស៊ីតឆ្នាំ247មុនគ្រិស្តសករាជដល់ឆ្នាំ224គឺជាយុគៈរបស់រាជវង្សប៉ាធានដែលជាអាណាចក្រដ៏ធំមួយហើយតែងតែប្រកួតប្រជែងអំណាចជាមួយនឹងចក្រភពរ៉ូមផងដែរ
ឆ្នាំ224ដល់651រជ្ជកាលរបស់អាណាចក្រសាឡានីនដែលជាយុគៈដ៏រុងរឿងរបស់ចក្រភពពាក់បុរាណមុនពេលការចូលមកដល់របស់ពួកសាសនាអ៊ីស្លាមឆ្នាំ661ដល់750ដែនដីអេរ៉ង់នេះគឺជាផ្នែកមួយនៃអាណាចក្រអ៊ីស្លាមរាជវង្សអ៊ុម៉ាយ៉ាតពីឆ្នាំ750ដល់ឆ្នាំ1258ដែនដីអេរ៉ង់ស្ថិតក្រោមរាជវង្សអាបាស៊ីតដែលជាយុគៈដ៏រុងរឿងបំផុតមួយនៃអរិយធម៌អ៊ីស្លាមពាក់ក្នុងសម័យថ្មីពីឆ្នាំ1258ដល់ឆ្នាំ1335ដែនដីអេរ៉ង់ត្រូវបានកងទ័ពម៉ុងហ្គោលវាយយកបានហើយត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងពីឆ្នាំ1501ដល់1736រាជវង្សសាហ្វាវីតនៃនិកាយស៊ីអាជាអ្នកគ្រប់គ្រងនៅលើដែនដីអេរ៉ង់ឆ្នាំ1736ដល់ឆ្នាំ1747រាជវង្សអាហ្វាសេរីតដែលស្ថិតក្រោមអំណាចស្ដេចហ្សាណាដឺបានមកគ្រប់គ្រងពីឆ្នាំ1796ដល់ឆ្នាំ1925អេរ៉ង់ស្ថិតក្រោមរាជវង្សកាចាហើយស្ថិតនៅក្នុងការប្រទាញប្រទង់រវាងមហាអំណាចនៅអឺរ៉ុបពិសេសអង់គ្លេសនិងរុស្ស៊ីពីឆ្នាំ1925ដល់ឆ្នាំ1979ស្ថិតក្រោមរាជវង្សប៉ាឡាវីហើយបានបដូរឈ្មោះពីពាក់មកជាអេរ៉ង់វិញក្នុងឆ្នាំ1935ឆ្នាំ1979បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក្រោមការដឹកនាំរបស់អាយ៉ាតុលឡាះខាមីនីនិងបដូររបបមកជាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ1980ដល់ឆ្នាំ1988សង្គ្រាមអ៊ីរ៉ាក់និងអ៊ីរ៉ង់នៃឈូងសមុទ្រពាក់ឆ្នាំ1989មរណភាពរបស់មេដឹកនាំកំពូលអាយ៉ាតុលឡាខូមីនីហើយតំណែងមេដឹកនាំកំពូលនេះក៏ធ្លាក់លើអាលីខាមីនីជាអ្នកបន្តវេនរហូតដល់សព្វថ្ងៃនេះខ្ញុំតារាពី RTU TV